បាទជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទេសនាបាទសម្រាប់ថ្ងៃនេះនាំមកដល់បងប្អូនប្លែកទៀតបាទគឺទៅទេសនាកំសាន្តនៅរមណីយដ្ឋានទឹកឆាក៏ដូចជាសួនទឹកឆាផងដែរបាទនៅក្នុងស្រុកព្រៃឈរបាទឥឡូវនេះមុននឹងធ្វើដំណើរបងប្អូនយើងទៅបើសីមាសមាសស្នៃយើងតិចបាទឥឡូវនេះយើងគយគុណទេសភាពតាមដងផ្លូវទៅព្រោះតាមផ្លូវនេះយើងមានការវិមានខ្លាំងណាស់ដែលបងប្អូនយើងកំពុងតែធ្វើដំណើរដូចជាចរាចរណ៍ទៅមកដែរព្រោះផ្លូវក៏តូចដែរបងប្អូនមានដំណងមកកំសាន្តនៅរមណីយដ្ឋានទឹកឆាក៏ដូចសួនទឹកឆាបងប្អូនអាចមកតាមផ្លូវជាលេខ7ខេត្តកំពង់ចាមបាទបងប្អូនអាចមកដល់ផ្សារព្រៃទទឹងបងប្អូនពីចម្ងាយពីផ្លូវបែកផ្សារព្រៃទទឹងតែ14គីឡូទេបងប្អូនយើងណាបាទអញ្ចឹងយើងអាចមកដល់រមណីយដ្ឋានក៏ដូចជាសួនទឹកឆាហើយបងប្អូនយើងមានដំណងចង់ទៅក្បាលទឹកមុនក៏បានទៅសួនមុនក៏បានបាទឥឡូវនេះគឺខ្ញុំនាំបងប្អូនទៅទេសនានៅសួនទឹកឆាមុនព្រោះយើងដល់កន្លែងនេះយើងផ្លូវបែកជា2អញ្ចឹងបងប្អូនអាចមកខាងឆ្វេងមកយើងទៅសួនណាបាទអញ្ចឹងនេះជាសួនទឹកឆាហើយអញ្ចឹងបងប្អូនអាចកំសាន្តបដាទៀតណាបងប្អូននឹងជួបជាមួយខ្ញុំនៅវីដេអូបន្តទៀតបាទនៅវីដេអូភាគ2បាទអញ្ចឹងជម្រាបលាបងប្អូនតាមប៉ុណ្ណេះបងប្អូនកុំភ្លេចតាមដានទេសនានៅវីដេអូជាមួយខ្ញុំជាបន្តទៀតបាទនៅវីដេអូភាគទី2បាទនៅក្នុងទស្សនវិជ្ជាទាំងស្រុងនៅក្នុងសួនទឹកឆានេះផងដែរបាទអរគុណជម្រាបលាណាបងប្អូនតាមប៉ុណ្ណេះទេសនានៅវីដេអូល្អៗប្លែកៗអរមែនទែននៅក្នុងសួនទឹកឆាអរគុណជម្រាបលាបាទ